នុពលមណ្ឌលគិរីជាឋានរមណីយតែនទីទេសចរបរិស្ថានស្រ័យស្រះចាប់រកក្រុមគួរអេកូទេសចរដ៏សែនរមណីយអភិវឌ្ឍទេសចរភូមិក៏ជនជាតិដែលមានអាកាសធាតុត្រជាក់មហិមាភ្នំដាស់ក្រមុំទឹកធ្លាក់រមណីយព្រឹកគីគង្គាបុកបតាត្រឹងស្អាតបានតាំងរិទ្ធបានល្អមន្ទីរទេសចរបន្តស្ថាបនាលំអទីធ្លាសាធារណការថែជ្រួងទឹកថ្លារក្សានាម័យភ្នំខៀវភ្នំខ្មៅត្រែកដៅភ្នំសឈ្មោះស្មារតីបងតាមកាលខែថ្ងៃក្រុងសែនមនោរម្យសង្គមស៊ីវិល័យអភិវឌ្ឍសម័យសម្ដេចដែរជោអភិវឌ្ឍសម័យសម្ដេចដែរចូលចំការដើមស្រល់មណ្ឌលទឹកធ្លាក់ព្រះរាជដំណាងអភិរក្សជ្រោះអូទឹកជ្រោះប៊ូស្រាសក្តាអេកូទេសចរបរិបូរណ៍ក្រុងសែនមនោរម្យជីវៈចម្រុះដល់ក្រឹកច្រឡំព្រៃក្រាំងព្រៃស្រោងបងកងត្រនំដំរៃស្វានស្លាខ្លារកាត់ខ្លាខ្មុំទន្សងក៏ភ្នំជុំឆ្លុះប្រាំងក្តាន់សក្តានុពលមណ្ឌលគិរីភ្លឺដល់កៅមនីផែនទីព្រះច័ន្ទសេដ្ឋកិច្ចជ្រោះភ្នំប្រំខេត្តខណ្ឌទេសចរណែនណាន់កាន់សែនមនោរម្ដំរៃស្វានស្វាខ្លារកាត់ខ្លាខ្មុំទន្សងក៏ភ្នំជុំឆ្លុះប្រាំងក្តាន់សក្តានុពលមណ្ឌលគិរីភ្លឺដល់កៅមនីផែនទីព្រះច័ន្ទសេដ្ឋកិច្ចជ្រោះភ្នំប្រំខេត្តខណ្ឌទេសចរណែនណាន់កាន់សែនមនោរម្យទេសចរម្នាក់ដើមឈើមួយដើមទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អកម្ពុជា